bạnនេះគឺជាប្រភេទម្សៅបាទទឹកដោះគោ Bio-Meal បាទប្រភេទជាក្រុមហ៊ុនរបស់ Bio បាទជាមួយកញ្ចប់នេះគឺទម្ងន់1គីឡូបាទ1គីឡូក្រាមបងប្អូនណាដែលជាប្រភេទម្សៅទឹកដោះគោនេះគឺយើងប្រើបានទៅលើកូនជ្រូកបាទកូនគោដែលវាអត់មានមេឬក៏មេអត់មានទឹកដោះឬក៏មេវាបាត់បង់ជីវិតអញ្ចឹងបងប្អូនបាទអញ្ចឹងម្សៅនេះគឺល្អសម្រាប់ប្រើទៅលើកូនសត្វដែលអត់មានមេបាទអត់មានមេប្របើកដោះបាទហើយនេះគឺខ្ញុំដាក់ផ្ញើជូនបងទៅខាងនេះបងប្អូននៅខាងបាទសៀមរាបហើយនឹងខាងឈូកហើយនឹងមួយទៀតនៅខាងណាបងដូចជាផ្លិចបាត់ហើយបងប្អូនបាទខ្ញុំរៀបចំទៅថ្ងៃនេះគឺ3ឈុតបាទគឺ3កន្លែងដែលយើងធ្វើការបាទរៀបចំផ្ញើចេញជូននេះហើយក៏យើងមានជាកំប៉ុងទឹកដោះគោដែលគាត់កំងជាកំប៉ុងទឹកដោះគោផងដែរបងប្អូនណាបាទហើយ Bio-Meal នេះអ្នកខ្លះក៏គាត់ថាប្រើទៅល្អប្រើទៅរៀកតាមពិតមិនមែនទេបងប្អូនណាបាទម្សៅទឹកដោះគោគេក៏ល្អប៉ុន្តែដោយសារគាត់ឆុងជាមួយនឹងទឹកត្រជាក់គាត់មិនបានដាំឲ្យពុះបាទដាំឲ្យពុះហើយយើងទុកឲ្យវាត្រជាក់ទៅចាំយើងធ្វើការបាទលាយម្សៅទឹកដោះគោយើងឲ្យកូនសត្វរបស់យើងផឹកហើយមួយទៀតគឺយើងអាចប្រើទឹកជាមួយនឹងទឹកសុទ្ធបានហើយសម្រាប់ទឹកសុទ្ធនោះគឺយើងអាចប្រើជាមួយលីយ៉ុងបងប្អូនណាបាទក្តៅពីលីយ៉ុងអាចប្រើបានទេតែបើសិនជាបងប្អូនធ្លាប់ប្រើណាដែលល្អបាទអាចជួយជាខមមិនប្រាប់ផងតែច្បាប់ផ្សារគឺយើងប្រើជាមួយលីយ៉ុងបងប្អូនណាបាទយើងប្រើជាមួយលីយ៉ុងគឺអត់មានបញ្ហារាករូសទៅលើកូនសត្វទេយ៉ាងចឹងបើវារាកតិចតួចយើងអាចដាក់ថ្នាំវាបន្តិចទៅក៏វាអាចបាត់វិញបងប្អូនណាបាទវាអាចថាកូនសត្វរបស់យើងវាមិនស៊ាំជាមួយប្រភេទម្សៅទឹកដោះគោបងប្អូនណាបាទទោះយ៉ាងណាក៏ដោយជាម្សៅទឹកដោះគោបើឲ្យប្រៀបធៀបជាមួយនឹងបាទទឹកដោះមេធម្មជាតិរបស់វាគឺវាមិនល្អដូចទឹកដោះមេធម្មជាតិរបស់វាទេបងប្អូនណាបាទតែគាត់ថាជាម្សៅវីតាមីនជាម្សៅទឹកដោះគោដែលល្អមួយបាទរបស់ក្រុមហ៊ុន Bio ដែលវាមានតម្លៃសមរម្យមែនទែនបាទ1គីឡូក្នុងមួយកញ្ចប់នេះគឺបាទ 15000 រៀលទេបងប្អូនបាទហើយយើងមិនមែនលក់តែប៉ុណ្្នឹងទេបងប្អូនណាយើងមានលក់ជាប្រភេទថ្នាំបំបាញ់ស្លាប់មេរោគថ្នាំព្យាបាលសត្វថ្នាំមន់ជលថ្នាំផ្សេងៗជាច្រើនប្រភេទទៀតបងប្អូនណាបាទតែសំខាន់បាទបងប្អូនតម្រូវការទៅលើម្សៅ Bio-Meal នេះគឺយើងបាទមាននៅក្នុងស្រុកស្តុកតែម្ដងបងប្អូនត្រូវការប្រមាណបាទអាចឆាតសុំមកបងប្អូនណាត្រូវការ1កេស2កេសអីក៏បានដែរបាទអត់ជាបញ្ហាទេហើយសម្រាប់ដែលជាបញ្ហានោះគឺថាបងប្អូនត្រូវការមួយណាបាទហើយជាបញ្ហានោះបាទបងប្អូនត្រូវការមួយណាបាទកំងមកហើយធ្វើការបញ្ជាទិញមកគឺអស់ជាបញ្ហាបងប្អូននឹងបងប្អូននិយាយលេងសើចទេបងប្អូនណាហើយគាត់តែចង់មកប្រាប់បងប្អូនពីការចេញជូនវ៉ាន់របស់ខ្ញុំនៅថ្ងៃនេះជូនមួយដែលគាត់ធ្វើការបាទកំងម្សៅទឹកដោះគោក៏ដូចជាម្សៅនេះក៏យើងជាប្រភេទHandmix VK9 ជាប្រភេទម្សៅដែលយើងដាក់លីងនៅក្នុងចំណីសម្រាប់កូនសត្វរបស់យើងដែលប្របែកពីដោះមេហើយបាទយើងវាធ្វើឲ្យស៊ីចំណីទៅឆាប់លូតលាស់ធំលឿនហើយប្រភេទនេះគឺជា Handmeal stock មិញនេះគឺជាប្រភេទសម្រាប់បាទនេះបងប្អូនណាដែលយើងដាក់នៅលើជើងម៉ានេះគឺ Handmeal stock 1គីឡូហ្នឹងគឺ 20000 រៀលសម្រាប់មេដែលមិនសូវមានទឹកដោះមេខ្វះទឹកដោះហ្នឹងគឺយើងអាចដាក់វាប្រហែលជា2ស្ព្រាបាយឬក៏3ស្ព្រាបាយអញ្ចឹងទៅសម្រាប់លាយជាមួយនឹងបាយដែលឲ្យវាស៊ីរាល់ថ្ងៃដូចជាជ្រូកមេជ្រូករបស់យើងឬក៏បាទមេគោហ្នឹងបាទជាមួយនឹងកន្ទក់អីចឹងទៅបើយើងជាមួយគោជាមួយអីបងប្អូនណាបាទដាក់ឲ្យវាស៊ីទៅដើម្បីអីបាទឲ្យវាឡើងទឹកដោះហើយសម្បូរទឹកដោះឲ្យកូនបើបាទប្រភេទ Handmeal stock នេះបាទ Handmeal stock នេះគឺខ្ញុំចេញទៅខាងបាទឈូកបងប្អូនណាបាទនៅខាងឈូកខេត្តកាពតបាទជាមួយនឹង VK បាទ VK Handmix VK9 នេះហើយក៏ដូចជាថ្នាំបាទជាតិដែកយើងដាក់ទៅប្រហែលជា4ដបដែរបងប្អូនណាបាទហើយបងប្អូនតម្រូវការបងប្អូនអាចមើលតាមនៅក្នុងនេះហើយពួកអីបងប្អូនខ្លះគាត់បាទចង់ទិញដែរប៉ុន្តែគាត់ខ្លាចអត់មានទំនុកចិត្តអីចឹងបងប្អូនណាបាទបងប្អូនអាចមើលតាមបានបងប្អូនទំនុកចិត្តជូនបងប្អូនណាបាទហើយធ្វើការកំងគឺដឹងតែបានតែវ៉ាន់តែម្ដងបងប្អូនណាអាចទុកចិត្តបានហើយនេះគឺយើងចេញជូននេះបងប្អូនណាឃើញវាកាយប័ត្ររបស់យើងចុះអរគុណច្រើនបងប្អូនណាបាទអរគុណ